បាទសួស្តីបងប្អូនអរគ្នាបាទនេះជាអគុយភ្ញៀវគាត់ផ្ញើពីខេត្តមកយកមកខ្ញុំធ្វើតេស្តថាតើអគុយនឹងវាខូចហើយអាចជួសជុលបានអត់បងណាបាទនៅពេលដែលខ្ញុំបោះចូលម៉ាស៊ីន scan នេះគឺអគុយទាំង4គ្រាប់នេះគឺវានៅកម្លាំងមានថាអាយុកាលវានៅសល់40%អាខ្លះក៏នៅសល់50%ដែរបាទអញ្ចឹងនៅអ្វីដែលនៅសល់40ឬក៏50%គឺយើងអាចជួសជុលបាទជួសជុលដើម្បីវាឡើង90%ហើយគុយខ្លះក៏អាចឡើង100%ដែរដើម្បីយើងប្រើប្រាស់បន្តទៀតអញ្ចឹងណាបងបាទនេះជាប្រភេទអាគុយរបស់កង់អាគុយដែលកម្លាំងភ្លើង12 វ៉ុល 12 អាំពែបាទនេះ12 វ៉ុល 12 អាំពែហើយភ្ញៀវគាត់ផ្ញើពីខេត្តមកដើម្បីឲ្យខ្ញុំធ្វើតេស្តហើយបើសិនជាករណីខូចទាំង4គឺគាត់ទិញថ្មីប៉ុន្តែជាដំបូងខ្ញុំបាននិយាយពួកគាត់ហើយយកមកសិនខ្ញុំនឹងធ្វើតេស្តជូនប្រសិនបើខ្ញុំធ្វើតេស្តឃើញថាលទ្ធផល scan ជាមួយម៉ាស៊ីននេះឃើញថាអាយុវានៅសល់40%ឬក៏50%គឺយើងអាចធ្វើតេស្តដើម្បីឲ្យវាឡើងទៅដល់90%ហើយនឹង100%វាអាស្រ័យទៅលើអាគុយមួយដែរបាទចំពោះអាគុយទាំង4គ្រាប់នេះគឺកម្លាំងវានៅពេលយើងធ្វើតេស្តហើយគឺកម្លាំងវាល្អឡើងវិញបាទអាគុយខ្លះក៏បាន90%ហើយអាគុយខ្លះក៏បាន100%ដែរបាទមែនថាអ្វីដែលខ្ញុំចង់បង្ហាញឬក៏ចង់និយាយនៅក្នុងពេលវេលានេះគឺខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនថានៅពេលដែលយើងធ្វើឬក៏យើងជួសជុលប្រភេទអាគុយដើម្បីឲ្យវាឡើងភ្លើងឡើងវិញគឺយើងអាចប្រើពី3ខែទៅ6ខែបាទអញ្ចឹងបើសិនយើងប្រើស្តង់ដារឬក៏យើងប្រើខែអាចទៅដល់1ឆ្នាំក៏មានដែរបងបាទអញ្ចឹងអរគុណច្រើនសម្រាប់បងប្អូនដែលបានទស្សនាវីដេអូនេះហើយបើសិនបងប្អូនមានការសង្ស័យឬក៏អាការៈយ៉ាងម៉េចដូចវីដេអូខាងលើបងប្អូនអាចទាក់ទងបានបាទ